អ្នកគ្រូខ្ញុំបាត់រដូវចិត្តមួយខែពេលពិនិត្យឃើញតែមករដូវចាបងស្រីគាត់មានន័យថានៅពេលដែលគាត់តែទឹកនោមទៅឃើញពីកម្មប៉ុន្តែគាត់មានការធ្លាក់ឈាមដែលគាត់ចាត់ទុកថាជាឈាមរដូវអញ្ចឹងខ្ញុំចង់ជំរាបប្រាប់បងថានៅពេលដែលបងតែទឹកនោមឃើញពីកម្មគឺបញ្ជាក់ថាបងមានកូនហើយអញ្ចឹងតាក់ទងជាមួយនឹងការធ្លាក់ឈាមហ្នឹងគឺមិនមែនជាឈាមរដូវទេបើក្នុងករណីបងតែទឹកនោមឃើញពីកម្មហើយបងមានការធ្លាក់ឈាមអញ្ចឹងវាចាត់ចូល3ករណីទី1គឺជាឈាមលាងក្បាលកូនបើនិយាយពីឈាមលាងក្បាលកូនគឺវាអត់មានប៉ះពាល់ដល់បញ្ហាអីទេអត់មានបញ្ហាអីទេជាទូទៅឈាមលាងក្បាលកូនគឺកាត់ឡើងចន្លោះត្រីមាសទី1នៃការមានផ្ទៃពោះ3ខែដំបូងហើយសភាពនៃការធ្លាក់ឈាមគឺអ្នកខ្លះគាត់ធ្លាក់ឈាមមកប្រើអ្នកខ្លះគាត់ធ្លាក់ឈាមត្រឹមតែមកតំណក់ពីតំណក់ទេហ្នឹងគេហៅថាឈាមលាងក្បាលកូននៅពេលដែលគាត់តែទឹកនោមឃើញពីកម្មតែគាត់មានការធ្លាក់ឈាមចូលដល់ករណីទី2គេហៅថាឈាមគំរាមរលូតកូនបងស្រីខ្លះគាត់មានផ្ទៃពោះប៉ុន្តែគាត់ដឹងទេគាត់បានរួមភេទឬក៏គាត់ធ្វើការលើរបស់ធ្ងន់ទៅអញ្ចឹងគាត់ប្រឈមជាមួយនឹងឈាមគំរាមរលូតកូនហ្នឹងគឺចាត់ចូលជាករណីទី2ចូលដល់ករណីទី3គេហៅថាអ្នកដែលគាត់មានកូនក្រៅស្បូនអញ្ចឹងចំពោះបញ្ហាកូនក្រៅស្បូននេះវាខុសពីអាការៈផ្សេងគឺរៀងចុកមានបញ្ហាចុកអញ្ចឹងថ្ងៃទី1គឺគាត់ចុកតិចដល់ពេលចូលដល់ថ្ងៃទី2ថ្ងៃទី3ទៅគឺគាត់មានការចុកខ្លាំងអាហ្នឹងគឺគាត់មានកូនក្រៅស្បូនហើយបើក្នុងករណីគាត់មានកូនក្រៅស្បូនគឺគាត់ត្រូវប្រញាប់ទៅអេកូក៏ដូចជាគ្រូពេទ្យគាត់ត្រូវធ្វើការវះកាត់កន្លែងដៃស្បូនដែលគាត់មានការបង្កកំណត់នឹងចេញអត់អាចទុកយូរបានទេអញ្ចឹងសម្រាប់បងដែលគាត់តែទឹកនោមឃើញពីកម្មប៉ុន្តែគាត់មានការធ្លាក់ឈាមមិនជាឈាមរដូវទេគឺចាត់ចូលក្នុងករណីទាំង3ហ្នឹងគឺឈាមលាងក្បាលកូនឈាមគំរាមរលូតកូនជាមួយនឹងកូនក្រៅស្បូនអញ្ចឹងអ្វីដែលបងត្រូវធ្វើនោះនៅពេលដែលបងមានការធ្លាក់ឈាមក្រោយពេលដែលបងធ្វើតេស្តឃើញពីកម្មហើយបងត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការអេកូជាបន្ទាន់ហើយបើក្នុងករណីបងអត់ស្ថិតនៅក្នុង3ករណីហ្នឹងទេអញ្ចឹងមានន័យថាបងគឺមានបញ្ហាស្បូនអញ្ចឹងបងក៏ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការអេកូជាមុនសិនដែរចាបងអញ្ចឹងសម្រាប់ខាងខ្ញុំមានតេស្ត Clear Blue តែបបប្រទេសអូស្ត្រាលីនេះតេស្តលូតឆ្នោតហើយមួយនេះគឺតេស្តលូតអក្សរជាមួយនឹងអាយុកូនអញ្ចឹងសម្រាប់តេស្តលូតឆ្នោតនេះគឺក្នុងមួយកញ្ចប់ហ្នឹងគឺមានតែមួយតេស្តទេគឺតេស្តបានតែម្ដងទេហើយបើចំពោះតេស្ត Clear Blue លូតអក្សរជាមួយនឹងអាយុកូននេះគឺក្នុងមួយកញ្ចប់ហ្នឹងគឺមានមួយតេស្តដូចគ្នាហើយតេស្តបានម្ដងដូចគ្នាគ្រាន់ថាតេស្តលូតអក្សរជាមួយអាយុកូននេះគឺជាប្រភេទតេស្ត Digital វារៀងទំនើបជាងតេស្តលូតឆ្នោតហើយក៏លទ្ធផលអីគឺឃើញរហូតដល់99%ហើយសម្រាប់តេស្តទាំងពីរហ្នឹងមិនថាតេស្តលូតឆ្នោតឬក៏លូតអក្សរជាមួយអាយុកូនទេគឺតេស្តដឹងមុនមករដូវ6ថ្ងៃនិងក្រោយពេលបាត់រដូវចាប់ពី5ថ្ងៃឡើងទៅអញ្ចឹងបងចង់បានអាចតាក់ទងមកតាម Telegram បាន